ងទទួលទេវតាឆ្នាំថ្មីព្រះនាងកោរកៈទេវីនឹងយាងចុះមកចំពេលទៀបភ្លឺនៅថ្ងៃច័ន្ទទី14ខែមេសាទេវតាឆ្នាំថ្មីឆ្នាំម្សាញ់សប្បស័កនឹងយាងចុះមកចំពោះទ្វីបនៃវេលាទៀបភ្លឺឈានចូលថ្ងៃច័ន្ទពីរោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីព្រឹកទ្រង់មានព្រះនាមកោរកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលំអនៅព្រះការដោយសៀតការអង្គិបបុអភរណៈកាយមុខដាភក្សាហាទ្រង់តេលាំងគឺព្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័នព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេត្រលើខ្នងស្ដេចភ្ជាក់សັບខ្លាជាយានពីហណៈបើតាមការឲ្យដឹងពីសៀវភៅមហាសង្ក្រាន្តពេលវេលានៃថ្ងៃសង្ក្រាន្តទាំង3ថ្ងៃរួមមានថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀបភ្លឺជាថ្ងៃចូលឆ្នាំវិរៈមហាសង្ក្រាន្តថ្ងៃអង្គារ3រោចខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាវិរៈវណ្ណបត្តិថ្ងៃពុធ4រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 8:27 នាទី36 វិនាទីជាវិរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរណ៍ចូលជាសកលឆ្នាំម្សាញ់សប្បស័កមហាសករាជ1947ចុលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអត់ប្រតិបជ្រាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អត់ដេរភ័យជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានេះដែលកើតមាននៅក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យធ្វើទានតាមប្រពៃណីរក្សាសីល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសព្វសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលស័ក្តិគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ